គេនិយាយការប៉ិតទេបាទហើយយប់នេះទូជាមេលោកព្រមលាក៏ពួកខ្ញុំទៅចូលរួមដែរអគ្គនាយិកាតែទទួលស៊ូធ្វើជាកូនស្រីធំប៉ុន្តែគាត់មិនសូវអើពើជាមួយយើងមិនក៏ស្រាប់ទូរស័ព្ទមកបងអគ្គនាយិកាយប់នេះរៀបចំពិធីជប់លៀងមិនទៅបានជួបកូនវិញទេតែរៀបចំពិធីមង្គលការបច្ចេកយ៉ាងម៉េចទៅគាត់រកឃើញកូនប្រុសហើយមិនខុសទេរកឃើញហើយបើតាមខ្ញុំទាយមង្គលការយប់នេះប្រហែលជារៀបចំឡើងដើម្បីស៊ូនឹងកូនប្រុសគាត់ស៊ូជាកូនស្រីធំគាត់បើមិនចឹងរឿងអីទូរស័ព្ទអញ្ជើញពួកយើងដោយផ្ទាល់និយាយអញ្ចឹងគ្រូសាលីនយើងត្រូវខ្ពស់មុខខ្ពស់មាត់ហើយខ្ញុំទូរស័ព្ទប្រាប់បងប្អូនយើងទាំងអស់សិនប៉ាវីឯងទូរស័ព្ទទៅបងប្អូនសាច់ញាតិអញ្ជើញគេមកចូលរួមមង្គលការកូនស្រីយើងទៅមានអីត្រូវអញ្ជើញស្ទើរតែពុកមើលងាយអ្នកក្រឃើញតែប្រយោជន៍លើកនេះមិនដូចជាមុននោះទេព្រោះតឡងពួកយើងជាអគ្គនាយិកាជាមួយគ្រូសាពួកយើងគ្មានបងប្អូនសាច់ញាតិណាមកចូលរួមអគ្គនាយិកាអាចនឹងមើលងាយពួកយើងនាំកូនស្រីយើងអាប់អន់កិត្តិយសឆាប់ឡើងអាឡូថាម៉េចអាឡប់នឹងដឹកខ្លួនហើយត្រូវរៀបចំមង្គលការឡើងវិញនៅស្ថានភាពហ្វុងអ៊ីនលំដាប់ផ្កាយ5ហ៎អូបាទប្រកាសជាទៅចូលរួមក៏ទៅជាសម្ដីគេបោកប្រាស់គ្រួសារពួកគេហ្នឹងអីក្ររកតែក៏ច្រកឆ្នាំងគ្មានមានលុយណារៀបការនៅស្ថានភាពលំដាប់ផ្កាយ5ពូទី2រៀបល្បិចចង់បានលុយពីគ្រួសារយើងប៉ុណ្ណោះរៀបការកូនស្រីបានដល់ទៅ2ដងហើយខ្ញុំខ្ជិលទៅណាមើលទៅយប់នេះមិនទៅមិនបានព្រោះអីនាយកលីនក៏រៀបការកូនស្រីនៅស្ថានភាពហ្វុងអ៊ីនអ្វីដែលចៃដន្យគេនៅនាយកលីននិយាយថាកូនប្រសាគឺជាបរិជ្ជបុត្រហ្វុងអ៊ីនគ្រប់ថែមទៀតផងណាខ្ញុំចង់ដឹងណាខ្ញុំចង់សួរគេដោយផ្ទាល់ហេតុអីបានជាអ្នកក្រមួយគ្រួសារបានបរិជ្ជបុត្រហ្វុងអ៊ីនគ្រប់ពេញចិត្តវាទៅវិញយើងទៅយករបស់មួយចំនួនឯងទៅយកស្លាកស្ដេចថ្នាំទៅជួបលោកម្ចាស់ម្នាក់នោះទៅចាលោកម្ចាស់ស្ដេចថ្នាំគ្រូបានបាត់ខ្លួនច្រើនឆ្នាំថ្ងៃនេះចុះពីភ្នំមកវិញត្រូវត្រៀមចំពិធីអបអរប្រកាសប្រាប់មនុស្សក្រៅមេឃក៏ដូចជាបន្លាយសត្រូវនៅជុំវិញប្រទេសពិធីអបអរទុកឲ្យឯងទទួលខុសត្រូវបើធ្វើបានល្អគ្រូតាប្រកាសជាចង់ចាំឯងក្នុងចិត្តទទួលបញ្ជាបងចដូនមួយត្រូវរៀបការជាមួយមនុស្សឈួតឈុតមង្គលការនេះខ្ចីមកពីណាទៅតាមមើលមិនថោកទេកុំធ្វើឲ្យខូចណាព្រោះតែឯងគ្មានលុយសងគេទេអំប្រុសអំស្រីភ័យមកដល់ហើយឯងអង្គុយលេងមិនហើយអញ្ជើញអង្គុយលេងទៅអូយម៉ាក់អ្នកណាមិនដឹងថ្ងៃនេះគ្រូសាលីរៀបការកូនស្រីកូនប្រុសជាបរិជ្ជបុត្រហ្វុងអ៊ីនគ្រប់ចេះមកសម្ដែងឲ្យល្អមើលអញ្ជើញពួកយើងអង្គុយលេងទៀតចង់សម្រាប់ពួកយើងមែនទេអ្នកណាមិនដឹងលៀនស៊ូកូនស្រីនាយកលៀនបរិជ្ជបុត្រហ្វុងអ៊ីនគ្រប់ទៅជាតួឯងយប់នេះឯងមានសិទ្ធអីអញ្ជើញពួកយើងឲ្យចូលទៅអង្គុយនោះត្រូវហើយទីកន្លែងធំបែបនេះចង់រៀបការយ៉ាងហោចណាស់ក៏ត្រូវចំណាយរាប់លានម្យ៉ាងទៀតអ្នកចូលរួមគឺសុទ្ធតែមានតំណែងឋានៈខ្ពង់ខ្ពស់ពួកឯងជាស្អីបានតែចេញពួកយើងឲ្យមកចូលរួមពិធីមង្គលការភុយអំប្រុសបានហើយចង់ថាម៉េចទៀតឬមួយចង់និយាយថាយប់នេះឯងរៀបការជាមួយបរិជ្ជបុត្រហ្វុងអ៊ីនគ្រប់សៀវ៉ាត់ជាបរិជ្ជបុត្រហ្វុងអ៊ីនគ្រប់ពិតមែនមិនបានជាមិនព្រមជឿខ្ញុំសួរអីយៀនព្រមដាក់ខ្លួនឡើងបរិជ្ជបុត្រហ្វុងអ៊ីនគ្រប់គឺជាមនុស្សបន្តមរតកទ្រព្យសម្បត្តិរាប់រយពាន់លានចុះឯងជាអ្នកណាទៅតាមតែជាអ្នកក្រមើលថៃជនពិការ3ឆ្នាំឯងសំទេអ្នកណាជឿចាប់ហើយទោះបីឯងជឿមិនជឿតែនេះជាការពិតម៉ាសៀវហ្វានជាហ្វាំងអ៊ីយ៉ូអគ្គនាយិកាហ្វុងអ៊ីនគ្រប់ទី2ឯងចាប់បំផ្លាញពួកយើងមែនទេឈ្មោះអគ្គនាយិកាមិនមែនឯងចេះទៅហៅបានទេកូនស្រីឯរវើរវាយឯងចង់យកសពតាមគេដែរក្នុងនាមយើងជាបងប្រុសថ្ងៃនេះយើងត្រូវតែបណ្ដៅឯងឲ្យដឹកដៃម្ដងបានល្អគ្រួសារពួកឯងចង់ស្លាប់កំណត់ទុកដល់ពួកយើងបាននាយកលីននៅរឿងភ័យចូលហ្វុងអ៊ីនគ្រប់ច្បាស់ជាអាសាបងហើយយើងប្រាប់ទៅចុះណាឥឡូវនេះបញ្ញត្តិធ
យចេញព្រាមទៅ អ្នកដែលគួរថយចេញមិនមែនពួកគេទេអាឡប់នោះមិនក៏លែងឡប់ទៅហើយ មនុស្សឡប់មានអីអស់ចាទៅវានៅតែក្រតដែលនឹងគ្រាន់តែដូរសម្លៀកបំពាក់ចេញមើលទៅដូចជាហំហានដែរតាប៉ុន្តែសម្លៀកបំពាក់នេះកុំប្រាប់ថាលួចពីគេមកណាអើយអញហ៊ានវាយខ្ញុំអញកូនស្រីកូនស្រីខ្ញុំតែនេះតើវាយ៉ាងម៉េចសៀវហ្វានឯងចង់ងាប់តែខ្លួនឯងថ្ងៃនេះគ្រូសាលិនរៀបការកូនស្រីតែឯងហ៊ានវាយមនុស្សនៅក្នុងកម្មវិធីអ្នកណាក៏ជួយឯងបានដែរមង្គលការគ្រូសាលិនមិនខុសទេលោកនាយកលិនជឿយានគ្រូសាលិនជាគ្រូសាអភិជនគេស្រែកតែមួយម៉ាត់អាចសម្លាប់ឯងបានហើយបានតើអញ្ចឹងហៅនាយកលិននោះមកជួបខ្ញុំរងចាំគេនៅទីនេះសៀវហ្វានចាំជាមនុស្សល្ងងមិនដឹងអីកូនស្រីនាយកលិនក៏ជាកូនធေါ်អគ្គនាយិកាហ្វុងអ៊ីនគ្រប់ដែរឯងមិនខ្លាចទេឬមួយឯងនេះមិនខ្លាចហ្វុងអ៊ីនគ្រប់ទេហ៎អូតាមពិតនាងចង់និយាយពីនាយកលិនជាឪពុករបស់លិនស៊ូស៊ូសោះឥឡូវនេះទៅដឹងថាបង្ករឿងធម្មតាទេកុំថាឡើយឪពុករបស់លិនស៊ូស៊ូទោះបីលិនស៊ូស៊ូមកឈរនៅចំពោះមុខខ្ញុំក៏ត្រូវអលំទោនដែរចំណែកនាងវិញមិនសមមកចូលរួមគោលការណ៍ខ្ញុំទេតែយាមឆាប់ពេញពួកគេចេញទៅក្រៅទៅចំជើចំលុយបើតែដាហ៊ានដេញភៀវដែលខ្ញុំអញ្ជើញមកចេញទៅខាងក្រៅហើយលោកនាយកអញ្ជើញមកដល់ហើយពួកអ្នកក្រមកគ្រួសារនេះណាមិនត្រឹមតែទៅដល់មុខមាត់ពីលោកទេតែអាឡប់ម្នាក់នេះណាវាហ៊ានលើកដៃវាយមនុស្សទៀតផងអ្នកណាមិនទុកគ្រួសារលិនយើងក្នុងភ្នែកលោកនាយកគឺគេថាប្តីគេអភិការលើរទេះរុញម្នាក់នេះជារាជបុត្រហ្វុងអ៊ីនគ្រប់ចង់ងាប់ហ៎មនុស្សថោកមកពីណាចង់ដល់ដើមប្រុសពីកូនស្រីយើងហ៎អើយជឿយានបងមើលវាចោលិនជឿយានគ្រូសាលិនតាមណៃកេកាយ៉ាងនេះមិនខ្លាចនាំគ្រូចង្រៃដល់គ្រូសាលិនទេហ៎នាំគ្រូចង្រៃអើល្អិតឯងចង់លេងសើចស្អីហត់ពីយប់នេះទៅគ្រូសាលិនភ្ជាប់ចំណងជាមួយហ្វុងអ៊ីនគ្រប់រាជបុត្រហ្វុងអ៊ីនគ្រប់ខ្លាយជាកូនប្រសាយើងពេលនោះលិនជឿយានយើងមានកិត្តិយសដោយសារកូនស្រីគ្រូសាលិនយប់នេះមិនត្រឹមតែគ្មានកិត្តិយសទេផ្ទុយទៅវិញត្រូវបំបាក់ឲ្យចុះទៅរស់ចំជាសម្ដេចធរមែនឯងអស់ចាបណ្ដាទៅហ៊ានមកបន្លំខ្លួនជារាជបុត្រហ្វុងអ៊ីនគ្រប់មិនបានជាលោកហ៊ានថាខ្ញុំបន្លំខ្លួនបើលោកមិនជឿលោកអាចទូរស័ព្ទសួរកូនស្រីលោកមើលទៅតើខ្ញុំជាណាមិនឃើញក្តារមជ្ឈមមិនសល់ទឹកភ្នែកមែនបានតើយើងនឹងធ្វើឲ្យឯងស្លាប់បិទភ្នែកចិត្តមកវាទូរស័ព្ទទៅលិនស៊ូស៊ូឲ្យគេនឹងរាជបុត្រចេញមកជួបយើងចាំមិនឲ្យលោកស្រីលីនគេអត់លើកទូរស័ព្ទគឺជារឿងធម្មតាទេកូនស្រីខ្ញុំពេលនេះប្រហែលជាកំពុងតុបតែងខ្លួនយ៉ាងណាមង្គលការជារឿងធំត្រូវតែរៀបចំឲ្យបានស្អាតត្រូវហើយអ្នកនាងលីនមិនទាន់ទំនេរទេចាត់ទុកថាពួកឯងសំណាងល្អហើយភ័យពួកយើងទៅជាគ្រួសារតែមួយមិនបានជាឯងជួយអ្នកក្រៅប្រមាថពួកយើងគ្រួសារតែមួយស៊ូចិត្តកាងលោកដល់ពួកគេមានតំណែងតំណងអ្វីរឿងនេះគឺថាខ្ញុំកូនស្រីលោកចង់ធ្វើការនៅហ្វុងអ៊ីនគ្រប់ទៀតទេនាយកលីនលោកស្រីលីនពួកខ្ញុំហើយនឹងអ្នកក្រទាំងអស់នេះអត់មានពាក់ព័ន្ធជាមួយគ្នាទេឆាប់មើលឲ្យច្បាស់ទៅមិនគិតដល់អនាគតកូនស្រីផងទៅហ៎ប៉ាពេលនេះយើងមានផ្លូវតែមួយទេតែតំណែងជាមួយពួកគេទៅឆាប់ឡើងទៅល្អស៊ូចិត្តកាងលោកគិតឲ្យច្បាស់ហើយចាប់សម្រេចចិត្តបងប្រុសពិតជាចង់ធ្វើចឹងមែនទេពួកយើងជាបងប្អូនបង្កើតឈាមខាត់ជាងទឹកប៉ាវីយើងគ្មានបងប្អូនដូចឯងទេស៊ូចិត្តកាងយើងថ្ងៃនេះគ្មានបងប្រុសដូចឯងឈប់តែតគ្នាដល់ថ្ងៃស្លាប់បងប្រុសប៉ាវីនេះយូលីនធ្វើយ៉ាងពេញចិត្តទេដូច្នេះរឿងកូនស្រីខ្ញុំដែលចូលហ្វុងអ៊ីនគ្រប់នោះស៊ូចិត្តកាងលោកច្បាស់ជាស្រ័យកាលមួយជីវិតដែលលោកសម្រេចចិត្តបែបនេះភ័យសោកស្ដាយពួកយើងសោកស្ដាយដែលមិនផ្ដាច់តំណែងជាមួយពួកឯងឲ្យឆាប់ជាងនេះបើអញ្ចឹងកូនស្រីពួកលោកមួយជីវិតកុំសង្ឃឹមថាបានចូលហ្វុងអ៊ីនគ្រប់អស់ចាប៉ុណ្ណាទៅនាយកលិនជាព្រមហើយឯងមិនអាចបញ្ជាគាត់ទេនាយកលិនថាតែមួយម៉ាត់អាចធ្វើឲ្យគ្រួសារពួកឯងស្លាប់ទាំងអស់គ្នាអ្នកណាអាចធ្វើឲ្យពួកគេស្លាប់ទាំងអស់អគ្គនាយិកាហ្វុងអ៊ីនគ្រប់អញ្ជើញមកដល់ថ្ងៃ
ថ្ងៃនេះជាថ្ងៃមង្គលកូនប្រុសរបស់ខ្ញុំអ្នកណាចង់កាប់សម្រាប់គ្នានៅទីនេះគាត់ជាអគ្គនាយកហ្វុងអ៊ីនគ្រប់ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានមើលទៅក្មេងមែនតែនថ្លៃថ្នូរមែនមិនត្រឹមតែប៉ុណ្្នឹងទេគាត់គឺជាម្ចាស់គ្រួសារហ្វាងអភិជនប្រចាំនៅទីមនុស្សស្រីម្នាក់អាចដើរដល់ដំណាក់កាលនេះមិនមែនជារឿងធម្មតាទេអគ្គនាយកមកដល់គ្រួសារបងទី2ត្រូវស្លាប់សំណាងហើយដែលយើងផ្ដាច់តំណែងតំណងពួកគេទាន់ពេលឥឡូវនេះណាចាំមើលលខោនចុងក្រោយទៅសម្រងហើយយើងចិត្តដាច់ថាមិនបានអគ្គនាយិកាសរសើរយើងជាគ្រួសារមានគុណធម៌អាចលើកដំណើរពួកយើងក៏ថាបានអគ្គនាយិកាកំខឹងអីនេះគ្រាន់តែជារឿងតូចតាចត្រឹមរុយមួយក្បាលចូលក្នុងពិធីទុកខ្ញុំកំចាត់វាចោលលោកនិយាយពីសត្វរុយសម្ដៅពួកគេមែនទេមែនហើយគឺពួកគេអ្នកតឡងក៏បារម្ភអីចាំពួកខ្ញុំដេញគេចេញទៅវិញធានាថាមិនឲ្យរំខានមង្គលការទេណាហើយខ្ញុំថាម៉េចអ្នកតឡងគ្រួសារលៀនមានគុណសម្បត្តិអីចង់ភ្ជាប់ចំណងមេត្រីជាមួយអគ្គនាយិកាដេកយល់សັບទៅអគ្គនាយិកាមានន័យថាម៉េចដឹងឬមួយមង្គលការនេះអត់ពាក់ព័ន្ធនឹងគ្រួសារលៀនខ្ញុំទេតែមិនពាក់ព័ន្ធទេយប់នេះជាយប់ដែលគ្រួសារលៀនត្រូវរលាយឆាប់នាំមនុស្សចូលមកប៉ាម៉ាកូនស្រីអគ្គនាយិកានេះមានន័យថាយ៉ាងម៉េចច្រើនឆ្នាំមកនេះខ្ញុំតែធ្វើល្អដាក់គ្រួសារលៀនស៊ូមនុស្សចង់បានតែផលប្រយោជន៍គេធ្វើបាបកូនខ្ញុំគេធ្វើបាបកូនប្រុសអគ្គនាយិកាមិនអាចទេប្រកាសជាមានការយល់ច្រឡំហើយកូនប្រុសអគ្គនាយិកាជាអ្នកណាហើយគេអ្នកណាទៅសៀវហ្វានពិតជាកូនប្រុសរបស់ខ្ញុំមែនសៀវហ្វានគេពិតជាកូនប្រុសអគ្គនាយិកាបងទី2ឯមានកូនភាសាល្អមែនសៀវហ្វានគាត់តែឃើញគាត់ដឹងថាឯងជាមនុស្សមិនធម្មតាដែរបើពួកយើងជាគ្រួសារតែមួយអញ្ចឹងភ័យចូលធ្វើការដែរណោះលេចហើយខ្ញុំថាយ៉ាងម៉េចខ្ញុំបាននិយាយថាស៊ូភ័យមួយជីវិតនេះកុំចង់ចូលហ្វុងអ៊ីនគ្រប់អូយមិនត្រឹមតែប៉ុណ្្នឹងទេចាប់ពីពេលនេះទៅលៀនស៊ូលេងជាកូនធေါ်ខ្ញុំទៀតហើយគ្រួសារលៀនត្រូវលះបង់តម្លៃតាមទង្វើដែលខ្លួនធ្លាប់ធ្វើកុំអីអគ្គនាយិកាខ្ញុំពិតជាមិនដឹងថាគេជាកូនប្រុសអគ្គនាយិកាទេអគ្គនាយិកាអ្នកមិនដឹងគ្មានទោសបើយ៉ាងទៀតគេគ្រាន់តែជាកូនស្រីកើតចេញពីគ្រួសារសាមញ្ញមិនសមជាមួយកូនប្រុសអគ្គនាយិកាទេអគ្គនាយិកាគ្រួសារអភិជនលំដាប់ខ្ពស់តែមិនចង់បានគ្រួសារប្រហាក់ប្រហែលគ្នាស៊ូអេយានកើតក្នុងគ្រួសារតូចទាបក្នុងលក្ខណៈសម្បត្តិគ្រប់គ្រាន់ពួកឯងខ្ពស់មុខខ្ពស់មកព្រាមចង់ទាត់ពួកយើងចោលចាំមើលយើងបំផ្លាញរឿងល្អរបស់ពួកឯងយ៉ាងម៉េចជាការងាយណាស់អញ្ចឹងខ្ញុំបង្កើតគ្រួសារអភិជនឥឡូវនេះបណ្ណាការមកដល់កាត់ខ្មៅហ្វុងអ៊ីនមួយសន្លឹកអាចចំណាយគ្មានព្រំដែនអ្នកណាអាចបានកាត់នេះមានសិទ្ធិជាអ្នកគ្រប់គ្រងហ្វុងអ៊ីនគ្រប់ព្រះជាម្ចាស់កាត់ខ្មៅហ្វុងអ៊ីនអ្នកណាដែលបានកាត់នេះអាចបញ្ជាយន្តហោះបកត្រឡប់មកវិញពិតមែនណាគុណអ៊ីមប្រទានកូនចំនួន1ដែលផលិតពីស្ដេចមរតកជាស្នាដៃព្រះគ្រូដៃខ្មោចបានប្រសិទ្ធិរួចហើយមានតែមួយទេលើលោកនេះគ្មានពីរគុណអ៊ីមប្រទានកូនខ្ញុំធ្លាប់តែឃើញក្នុងទូរទស្សន៍មិនដឹងស្មានថាថ្ងៃនេះបានឃើញរបស់ពិតហើយការឈប់ព្រឹកកម្រចំនួន1នោះនៅកន្លែងត្រជាក់បំផុតនៅលើភ្នំអ្នកណាបានហូបអាចបង្កើនសុខភាពកាត់ថ្លៃមិនបានកងត្រាតម្លៃ 10,000 លានហ្វុងអ៊ីនគ្រប់មួយសន្លឹកទៀតផងអូយកូនប្រសាមានរបស់អស់ទាំងនេះគ្រួសារស៊ូខ្លាចជាគ្រួសារអភិជនលំដាប់នៅជាងឆឹងថ្ងៃក្រោយអ្នកណាហ៊ានប្រមាថឯងទៀតពួកខ្ញុំមិនហ៊ានទទួលយកទេណាអ្នកដលងជូនទៅហើយយើងមានតែទទួលយកពួកគេបានលុយពិបាកចិត្តជាយើងខាតលុយទៅទៀតអបាច់បែបនេះអ្នកតាឲ្យខ្ញុំផ្ដាច់តំណែងជាមួយប្អូនទី2មិនទាន់អស់ទេខ្ញុំនឹងប្រគល់ហ្វុងអ៊ីនគ្រប់ទៅឲ្យកូនប្រុសខ្ញុំទាំងអស់បាញ់ចាំងស្លាយលើផ្ទាំងក្រណាត់កូនប្រុសនេះជាកាដូដែលម៉ាក់ជូនឯងត្រឹមតែប្រហែលនាទីសោះគេអាចបញ្ជ្រាបចូលខ្លួនលំដាប់ស្ថិ500អត់ទេលំដាប់ស្ថិ1000អត់ទេគ្រាន់តែនិយាយលុតមកដល់លំដាប់ទី10អត់ទេគេវ៉ាដៃ2រៀលគេវ៉ាដៃ1ទៅទៀតអត់ទេឡើងទៅដល់លេខកំពូលមហាសេដ្ឋីលំដាប់ពិភពលោកអត់អ្នកប្រុសពេលនេះខ្លាចជាមហាសេដ្ឋីលើពិភពលោកសៀវហ្វានអភ័យទើបខ្ញុំផងបានទេខ្ញុំជាបងថ្លៃឯងខ្ញុំក៏អាចបង្កើតកូនឲ្យឯងដែរដើម្បីបន្តវងត្រកូលគ្រួសារសៀទៅបានទេហ៎បានទេស៊ូនេះបានធ្វើអ្វីខ្លះនាងភ្លេចហើយហ៎ការនៅបងទី3ពេលលេងក្នុងសង្គ្រាមសពមិនទាន់តែរលួយផងនាងយកទោសសងគុណផ្ដាច់ពាក្យដល់ក្នុងផ្ទះធ្វើឲ្យលោកតាខ្ញុំស្លាប់សៀវហ្វានខ្ញុំដឹងខុសហើយទុកឱកាសខ្ញុំម្ដងទៅបានទេខ្ញុំសូមវល់សៀវហ្វានបាទខ្ញុំលើកលែនាងខ្ញុំមានមកវត្តអីទៅជួបបងប្រុសនិងជីតាខ្ញុំជប់នេះ
គ្រួសារលីនត្រូវទៅលុបឈ្មោះចោលអគ្គនាយិកាគឺខ្ញុំខុសហើយពួកខ្ញុំមានភ្នែកអត់ប្រស្រីពួកខ្ញុំមិនស្គាល់ស្លាប់រស់សំវរមានចិត្តមេត្តាលើកលែងឲ្យពួកខ្ញុំផងទៅសំវរចោ បាទអគ្គនាយិកាមិនព្រមលើកលែងខ្ញុំប្រកល់គ្រួសារលីនទូនអគ្គនាយិកា អ្នកប្រុសខ្លាចជាស្ថិតក្នុងប្រទេសមើលគ្រួសារលីនកំពេចកំប៉ុកមិនជួភ្នែកទេទ្រព្យសម្បត្តិគ្រួសារលីនទុកទិញមកឈូសខ្លួនឯងទៅជូនដំណឹងអភិជនទាំងអស់រួមដៃវាយប្រហារសហគ្រាសគ្រួសារលីនចាលីនស៊ូចាំជាអត់ប្រយោជន៍មែនត្រូវមនុស្សចាំមកសៀតឡើងជាន់ដល់លើក្បាលជាលីងឡុងមិនខុសទេគឺខ្ញុំខានជួបគ្នា3ឆ្នាំមិននឹកស្មានថាឯងមិនរីកចម្រើនតតែសោះទេបំផ្លត់ជង្គង់នៅចំពោះមនុស្សកំពេចកំប៉ុកចាំជាអាម៉ាស់មកដល់ស្រីខ្លាំងតែបុននៅជាងឆឹងមែនឯងនិយាយស្រួលបួនណាម្នាក់នេះឥឡូវគេទទួលមរតកពី Phong In Group ខ្លាចជាស្ថិតលើពិភពលោកពេលនេះខ្ញុំគ្មានអ្វីតែប្រកួតប្រជែងជាមួយគេនោះទេយេលីងឡុងគំនុំដែរចតាខ្ញុំស្លាប់នេះក៏មានចំណែកដែរឥឡូវនេះហ៊ានមករកខ្ញុំដល់កន្លែងមានអ្វីដែរមិនហ៊ានកាលនោះពួកខ្ញុំមានចេតនាតែផ្ដាច់ពាក្យដល់ផ្ទះធ្វើឲ្យចតាឯងស្លាប់ពីមុននេះឯងធ្វើអ្វីពួកយើងមិនបានឥឡូវនេះឯងកាន់តែធ្វើអីខ្ញុំមិនបានអ្នកយាមចាបាទខ្ញុំប្រាប់ហើយអ្នកណាដែលធ្វើបាបកូនប្រុសខ្ញុំជំរះបញ្ជីម្ដងមួយសៀវហ្វាននេះជាខ្នងបង្អែករបស់ឯងបានត្រឹមតែពួនពីក្រោយមនុស្សស្រីឲ្យម្ដាយឯងចេញមុខជំនួសហ្វាំងអីទៅអ្នកផ្សេងប្រហែលជាកែរអាគ្រួសារហ្វាំងនៅពីក្រោយប៉ុន្តែជាលីងឡុងខ្ញុំនេះណាខ្ញុំមិនខ្លាចទេទោះបីនាងមានខ្នងបង្អែកប៉ុណ្ណាហ៊ានបង្ករឿងនេះចំពោះមុខខ្ញុំអ្នកដែលធ្វើបាបកូនប្រុសខ្ញុំមិនអនុញ្ញាតដាច់ខាតគប់ភ្លាមប៉ាបាច់បានជាប៉ាមកសុខភាពប៉ាយ៉ាងម៉េចហើយសេហ្វានគាត់ជាតារបស់លោកមែនទេអូលោកម្ចាស់ធំទោះយ៉ាងណាក៏ដោយក៏មិនត្រូវវាយអគ្គនាយិកានៅមុខមហាជនទាំងអស់នេះដែរដឹងថាគឺជាណាស់នៅមុខព្រះពុទ្ធតែមិនស្គាល់មុខរបស់គ្រួសារហ្វា100ឆ្នាំស្ទើរតែរលាយក្នុងដៃឯងជីងហ្វាងធានម្ចាស់គ្រួសារហ្វាងសូមគោរពទៅយិត្តជាលោកស្ដេចថ្នាំស្អីគេជាលងស្ដេចថ្នាំជ្រលងស្ដេចថ្នាំជាដែនដីស័ក្តិសិទ្ធិឬថាស្ដេចថ្នាំគ្រប់គ្រងប្រជាពេទ្យកំណត់វាសនាមនុស្សស្លាប់រស់មិនថាមន្ត្រីស្នាក់ខ្ពស់លំដាប់ណាក៏ត្រូវតែអោនក្បាលគោរពដែរមិននឹកស្មានថាយៈលីងឡុងខ្លាយទៅជាទាយិតជ្រលងស្ដេចថ្នាំម្ដងនេះយើងមានសង្ឃឹមហើយអញ្ចឹងខ្លាំងជាមហាសេដ្ឋីពិភពលោកទៅទៀតលោកក្តោបអំណាចខ្ញុំគ្រប់គ្រងស្លាប់រស់បញ្ជាក្រមមេឃអ្នកណាមិនគោរពទៅសៀវហ្វានពេលនេះគួរតែដឹងពីឋានៈរបស់ខ្ញុំហើយលោកគួរតែយល់ខ្នងបង្អែករបស់លោកនេះណាមិនមានទម្ងន់អ្វីនៅចំពោះមុខខ្ញុំទេសៀវហ្វានឯងមិនបែកចែកខ្ពស់ទៀតប៉ះពាល់ដល់កិត្តិយសគ្រួសារស្ដេចថ្នាំហើយលើនេះប្រញាប់សុំទោសណានាងយៈភ្លាមទៅចុះបើខ្ញុំមិនសុំទោសឯងហ៊ានប្រឆាំងគំនិតរបស់យើងផងប៉ាសៀវហ្វានអត់បានធ្វើអីខុសទេហេតុអីឲ្យគេសុំទោសល្អអញ្ចឹងយើងមានតែដកសិទ្ធគ្រប់គ្រងទ្រព្យសម្បត្តិ